ជំរាបសួរនិងសួស្តីបងជាងកាត់សក់ដៃចាស់ដៃថ្មីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញការកាត់សក់ឡងសងសេះសាឡាជាថ្មីម្ដងទៀតបើសិនជាមានការខុសឆ្គងឬការកាត់របស់ខ្ញុំមិនស្អាតកន្លែងណាមួយសូមបងជួយ comment កែតម្រូវខ្ញុំបាននៅក្នុង comment ផងចាប់ផ្ដើមក្បាលវីដេអូដំបូងខ្ញុំក៏ធ្វើការឈូសជើងសក់លើកជើងពលិកស្មៅរាងខ្ពស់បន្តិចដើម្បីយករាងនិងយើងកែតម្រង់តាមក្រោយបន្ទាប់មកទៀតខ្ញុំក៏ធ្វើការច្រប់ជើងសក់ដើម្បីឲ្យចេញរាងនិងបោសស្មៅជើងសក់បន្ទាប់មកទៀតខ្ញុំក៏ធ្វើការកោររោមមុខនិងកោរអបជើងសក់ដើម្បីឲ្យឃើញច្បាស់បន្ថែមបន្ទាប់មកទៀតខ្ញុំក៏ធ្វើការសាប់និងតម្រឹមចុងបន្តិចឲ្យអូនព្រោះអូនគាត់កំងអត់ឲ្យយើងកាត់ចុងច្រើនពេកទេគាត់ចូលចិត្តទុកសក់លើរាងវែងបន្តិច